តោះណៃខ្លះអត់ចេះធ្វើលំហាត់ reading សម្រាប់ប្រឡងបដប់របៀបនេះថ្ងៃហ្នឹងខ្ញុំមកណែនាំ strategy មួយក្នុងចំណោម strategy ដែលជា series ខ្ញុំធ្វើអានេះទី4ហើយអញ្ចឹងstrategy នេះគឺការទាយចម្លើយតាមរយៈពាក្យ by ប៉ុន្តែមុនចូលដល់មេរៀនហ្នឹងសូមជួយ follow ម្នាក់មួយតើការប្រើពាក្យ by ដើម្បីទាយចម្លើយទាយមិនយើងមានពីរក្បួនពីររបៀបទី1កាលណាយើងឃើញចន្លោះក្រោយ by គឺយើងពេញ verb ing កាលណាយើងឃើញចន្លោះហើយបានពាក្យ by គឺយើងពេញគេស័ព្ទទង់ទី3ឬក៏ verb 3អញ្ចឹងយើងមើលឧទាហរណ៍មួយជាវិញ្ញាសាបាដប់តែខ្ញុំសម្រួលនេះចេញសម្រួលចេញពីវិញ្ញាសា2024យើងមើលលំហាត់លេខ1 the germs ហើយមានចន្លោះហើយមានពាក្យ by អញ្ចឹងអានេះបើតាម rule របស់យើងមិញយើងមានចន្លោះហើយមានពាក្យ by យើងដាក់គេស័ព្ទទង់ទី3អញ្ចឹងយើងសម្លឹងទៅមើលនៅក្នុង word bank របស់យើងវិញមានពាក្យមួយពាក្យដែលជាគេស័ព្ទទង់ទី3គឺយើងមានតែ2មានពាក្យ carried ហើយនិងពាក្យ broken បើសិនយើងបវលបិចទាយបិទភ្នែកចាក់ក៏យើងមានឱកាសត្រូវ 50% ដោយសារយើងជំរុះចម្លើយផ្សេងអស់លេងយើងទុកតែ2ហ្នឹងដោយសារយើងដឹងតែច្រឡំដាក់បានតែគេស័ព្ទទង់ទី3ដែលឡែកចម្លើយត្រូវសម្រាប់ម៉ាត់ទី1គឺយើងពេញពាក្យ carried so the germs carried by mosquitoes ទៅទៀតយើងមើលលំហាត់ទី2យើងមានពាក្យ by ហើយមាន blank by ហើយចន្លោះហើយតាម rule របស់យើងមិញចន្លោះនៅក្រោយ by គឺយើងប្រើ verb ing អញ្ចឹងយើងទៅកលេចមើល word bank របស់យើងមាន verb ing មែនគឺយើងមានតែ2មានពាក្យ injecting ហើយពាក្យ developing again បើយើងបវលបិចក៏យើងមានឱកាសត្រូវ 50% ដោយសារយើងជំរុះពាក្យផ្សេងចោលអស់ហើយចម្លើយរបស់យើងនៅក្នុងលំហាត់នេះគឺយើងដាក់ពាក្យ injecting ទៅទី3យើងឃើញមានពាក្យ the ហើយមាន blank អាហ្នឹងខ្ញុំនិយាយហើយក្នុងវីដេអូមុនក្រោយ the គឺជាទូទៅយើងប្រើ noun ហើយ noun នៅក្នុង word bank របស់យើងមានតែ2ពាក្យមែនទេមានពាក្យ night ហើយពាក្យ disease ហើយចម្លើយរបស់យើងហ្នឹងគឺ spread the disease បានន័យថាចម្លងជំងឺចុងក្រោយលំហាត់លេខ4យើងឃើញមានពាក្យ can ហើយមាន blank អាហ្នឹងក៏ខ្ញុំនិយាយហើយដែរក្នុងវីដេអូមុនcan ហ្នឹងជា modal verb ឬក៏ខ្ញុំអត់ចូលចិត្តហៅអញ្ចឹងខ្ញុំហៅ SCWM តំណាងឲ្យ modal verb ទាំង9អញ្ចឹងនៅក្រោយ modal verb ទាំង9គឺយើងប្រើទម្រង់ verb ដើមគេស័ព្ទ infinitive again យើងមើល word bank របស់យើងមាន infinitive មែនគឺមានតែ2មានពាក្យ destroy និងមានពាក្យ kill អញ្ចឹងចន្លោះលេខ4ហ្នឹងគឺយើងដាក់ពាក្យ kill can kill the victim សម្រាប់ជនរងគ្រោះដែលឆ្លងជំងឺហ្នឹងអញ្ចឹងសរុបមកវិញរបៀបទាយរបស់យើងកាលណាយើងឃើញមានចន្លោះក្រោយ by ដាក់ verb ing ចន្លោះនៅមុខ by ដាក់ verb 3អានេះគាត់ក្បួនទាយអត់អាចត្រូវ 100% ប៉ុន្តែលំហាត់ប្រឡងបដប់ច្រើនមែនទែនដែលយើងអាចយកអាហ្នឹងទៅ apply បានអញ្ចឹងសរុបមកវិញមានតែប៉ុណ្្នឹងហើយបើចូលចិត្តកុំភ្លេចជួយ follow ជួបគ្នានៅវីដេអូក្រោយបាយបាយ